loopback adapter បានអ្នកទាំងអស់គ្នាត្រូវចូល CMD ចូល run យ៉ាអ្នកទាំងអស់គ្នាចូល run អ្នកទាំងអស់គ្នាវាយពាក្យថា hdwwiz.ehe អញ្ចឹងអ្នកទាំងអស់គ្នាឃើញហើយនេះអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការចុច OK បាទអញ្ចឹងយើងបានផ្ទាំងadd hardware ថ្មីមួយដែលទាក់ទងនឹង welcome to add hardware wizard អញ្ចឹងត្រង់ចំណុចនេះគឺយើង continue ហើយយើង click next អូខេត្រង់កន្លែងនេះគឺយើងជ្រើសរើសយក install hardware that I manually select from the list at once អញ្ចឹងអ្នកទាំងអស់គ្នាចុច next បន្តទៀតអូខេត្រង់កន្លែងនេះគឺអ្នកទាំងអស់គ្នារកពាក្យថា Microsoft អ្នកទាំងអស់គ្នារកពាក្យអធិស្ឋានអ្នកទាំងអស់គ្នារកពាក្យថា network adapter បាទអញ្ចឹងយើងធ្វើការចុច next អូខេអញ្ចឹងត្រង់កន្លែងខាងឆ្វេងដៃនេះគឺអ្នកទាំងអស់គ្នាយកពាក្យថា Microsoft បាទកន្លែងនេះអ្នកទាំងអស់គ្នាយក Microsoft អញ្ចឹងនៅខាងស្ដាំដៃនេះអ្នកទាំងអស់គ្នាធ្វើការរកពាក្យថា Microsoft KM Test Loopback Adapter អូខេអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការចុច next ហើយបន្ទាប់មកអ្នកទាំងអស់គ្នាចុច next ទៀតអូខេអញ្ចឹងចុងក្រោយគឺយើងធ្វើការ completing add hardware wizard ដែរអញ្ចឹងយើងធ្វើការ finish អូខេអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការចូលទៅកាន់ network adapter យើងចូល run ម្ដងទៀតបាទយើងចូល run ម្ដងទៀតហើយយើងធ្វើការចុចឬក៏ type នៅពាក្យថា ncpa.cpl អញ្ចឹងអ្នកទាំងអស់គ្នាចុច OK មកបាទអញ្ចឹងយើងមាន network adapter ជាច្រើននៅក្នុងនោះអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលតើមួយណាជា loopback ដែលយើងទៅបង្កើតថ្មីមុនហ្នឹងជាមួយខ្ញុំរកមើលសិនអូនេះអ្នកទាំងអស់គ្នាឃើញទេនេះ Microsoft KM Test Loopback Adapter អញ្ចឹងអ្នកទាំងអស់គ្នា click លើហ្នឹងមកចុច detail មកឃើញហើយនេះឬក៏អាចមើលនៅលើមើលលើហ្នឹងក៏បាននេះសូដូចបង្ហាញដូចគ្នាអញ្ចឹងយើងអាចមើលលើហ្នឹងក៏បានឬក៏យើងអាចចុច detail អញ្ចឹងក៏បានអូខេអញ្ចឹងតកតូននឹងការenable ឬក៏ការបង្កើតឬក៏ការ add Microsoft KM Test Loopback Adapter នៅលើ Microsoft Windows អញ្ចឹងគឺមានតែប៉ុណ្្នឹងបាទអរគុណអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច subscribe channel YouTube របស់ខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីៗទាក់ទងនឹង training ផ្សេងៗបាទអរគុណជំរាបលាអ្នកទាំងអស់គ្នាបាយបាយ